ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះស្រីមានវីដេអូថ្មីទៀតហើយពុកម៉ែបងប្អូនថ្ងៃនេះគឺយើងបានមុខម្ហូបគឺម្ហូបយើងអាំងពោះវៀនជ្រូកជាមួយនឹងស្លឹកត្រចៀកជ្រូកពុកម៉ែបងប្អូនដោយពុកម៉ែបងប្អូនឃើញពីខាងដើមវីដេអូមកអញ្ចឹងគឺយើងចាប់ផ្ដើមលាងពោះវៀនយើងឲ្យស្អាតមកពុកម៉ែបងប្អូនលាងជាមួយនឹងទឹកខ្មេះពុកម៉ែបងប្អូនបន្ទាប់មកយើងលាងស្អាតហើយយើងក៏លាងស្លឹកត្រចៀកជ្រូកលាងអីឲ្យស្អាតពី3ទឹកពុកម៉ែបងប្អូនបន្ទាប់ពីលាងស្អាតហើយយើងក៏ចាប់ផ្ដើមដាំទឹកស្រស់វាយើងដាក់ម្ដេងគល់ក្រៃស្លឹកក្រូចសើចខ្ទឹមសអីចឹងពុកម៉ែបងប្អូនដើម្បីកាត់ឆ្អាបពុកម៉ែបងប្អូនយើងដាក់ស្ងោរវាទុកចោលចំនួន15នាទីទៅពុកម៉ែបងប្អូនទឹកពុះយើងបង់គល់ក្រៃបង់អីចូលហើយយើងបង់ស្លឹកត្រចៀកជ្រូកបង់អីចូលទៅពោះវៀនអីហ្នឹងដាក់ស្ងោរវាទុកចោលឲ្យវាពុះ15នាទីទៅចាំយើងស្រង់វាចេញទៅពុកម៉ែបងប្អូនឥឡូវនេះយើងគ្របវាទុកសិនយើងឆ្លៀតមកលាងប្រហុកដើម្បីយើងធ្វើទឹកប្រហុកដើម្បីជ្រលក់វាអញ្ចឹងពុកម៉ែបងប្អូនឥឡូវយើងលាងប្រហុកទុកទៅក៏មកមើលសាច់ជ្រូកយើងគឺឡើងពុះល្អយើងក៏ចាប់ត្រឡប់វាទៅពុកម៉ែបងប្អូនទុកវាមួយពុះធំទៅបន្ទាប់ពីវាពុះសពហើយយើងក៏ស្រង់វាយកមកលាងទឹកវាមួយសាទៀតចឹងពុកម៉ែបងប្អូនលាងទឹកវាមួយសាទៀតឲ្យស្អាតទៅបន្ទាប់ពីយើងលាងទឹកវាមួយសាទៀតឲ្យស្អាតហើយយើងទុកវាសិនពុកម៉ែបងប្អូនយើងទុកវាសិនដើម្បីយើងរៀបចំធ្វើបន្លែធ្វើទឹកប្រហុកអីចឹងពុកម៉ែបងប្អូនឥឡូវយើងលាងវារួចហើយយើងក៏មកចាប់ផ្ដើមលាងបន្លែយើងមានជីគ្រប់មុខក៏ដូចជាសណ្ដែកគួរស្ពៃក្តោបត្រសក់ក៏ដូចជាត្រយូងចេកពុកម៉ែបងប្អូនតែបើពុកម៉ែបងប្អូនចង់ថែមអីទៀតក៏បានដូចជាផ្លូវកែបការ៉ុតអីចេកខ្ចីអីក៏បានដែរពុកម៉ែបងប្អូនស្រាច់ចំណង់ចំណូលចិត្តពុកម៉ែបងប្អូនចឹងតែខ្ញុំប្រើតែប៉ុន្មានមុខនេះទេពុកម៉ែបងប្អូនព្រោះហើយចូលចិត្តតែប៉ុន្មានមុខហ្នឹងឥឡូវយើងចាប់ដើមលាងស្អាតហើយអស់ហើយយើងក៏មកចិតត្រយូងចេកពោះត្រយូងចេកយើងច្បាច់ក្រូចឆ្មាមួយចំណិតទៅពុកម៉ែបងប្អូនកុំឲ្យវាឆាប់ខ្មៅចឹងណាពុកម៉ែបងប្អូនឥឡូវយើងចិតរួចរាល់ហើយយើងក៏ចាប់ផ្ដើមលាងគល់ក្រៃស្លឹកក្រូចសើចអីដើម្បីយើងហាន់ដើម្បីយើងធ្វើទឹកប្រហុកចឹងណាពុកម៉ែបងប្អូនឥឡូវយើងចាប់ផ្ដើមហាន់គល់ក្រៃពុកម៉ែបងប្អូនចំពោះគល់ក្រៃគឺនាងខ្ញុំហាន់ខ្លួនឯងនាងខ្ញុំអត់ទិញគេហាន់ពីផ្សារមកទេគេថាហាន់ខ្លួនឯងមិនក៏នាងខ្ញុំអត់ទិញដែរខ្ញុំសុខចិត្តហាន់ខ្លួនឯងហត់បន្តិចតែយើងហូបទៅស្និទ្ធមាត់ចឹងពុកម៉ែបងប្អូនហើយយើងហាន់ស្លឹកក្រូចសើចហាន់អីហាន់ក្រូចហាន់ម្ទេសហាន់អីចឹងពុកម៉ែបងប្អូនបន្ទាប់ពីហាន់ហើយរួចរាល់ហើយយើងក៏ចាប់ផ្ដើមមកចិញ្ច្រាំប្រហុកពុកម៉ែបងប្អូនចំពោះប្រហុកនាងខ្ញុំប្រើប្រហុកត្រីរៀលយើងចិញ្ច្រាំវាឲ្យម៉ត់ទៅបន្ទាប់ពីចិញ្ច្រាំវារៀងម៉ត់ហើយខ្ញុំក៏ចិញ្ច្រាំខ្ទឹមដាក់ចូលជាមួយនឹងប្រហុកហ្នឹងអញ្ចឹងពុកម៉ែបងប្អូនចំពោះទឹកប្រហុកនាងខ្ញុំមិនសូវជាប្រសពធ្វើទេពុកម៉ែបងប្អូនបើធ្វើទៅមានខុសអីកុំប្រកែប្រកាន់ព្រោះនាងខ្ញុំមិនសូវជាអ្នកប៉ិនប្រសពធ្វើទឹកប្រហុកទេនាងខ្ញុំចេះតែធ្វើទៅទេពុកម៉ែបងប្អូនតែរសជាតិរៀងគ្រាន់បើដែរអញ្ចឹងឥឡូវយើងចាប់ដើមលាយជាប់មាត់លាយទឹកប្រហុកយើងចំពោះទឹកប្រហុកគឺនាងខ្ញុំប្រើទឹកឆ្អិនចំនួនមួយកូនចានកន្លះពុកម៉ែបងប្អូនព្រោះអីយើងធ្វើរៀងច្រើនដែរអញ្ចឹងពុកម៉ែបងប្អូនចំពោះរសជាតិគឺតាមចំណង់ចំណូលចិត្តអញ្ចឹងពុកម៉ែបងប្អូនឥឡូវយើងលាយហើយយើងទុកវាមួយឡែកសិនយើងមកបង្កាត់ភ្លើងដើម្បីយើងអាំងត្រចៀកជ្រូកនិងពោះវៀនជ្រូកយើងពុកម៉ែបងប្អូនចំពោះត្រចៀកជ្រូកនិងពោះវៀនជ្រូកបើបងប្អូនចង់ឲ្យវាស្រួយស្បែកល្អពុកម៉ែបងប្អូនយកទឹកខ្មេះយកមកលាបដូចនាងខ្ញុំលាបនៅក្នុងវីដេអូនេះចឹងយើង អា
អាំងវាឲ្យឡើងរៀងឆ្អិនបន្តិចទៅយើងចាប់ដើមលាបទឹកខ្មេះចឹងណាពុកម៉ែបងប្អូនដើម្បីឲ្យស្បែកវាឡើងស្រួយហ្មងណាពុកម៉ែបងប្អូនឥឡូវនេះយើងប្រែប្រួលវាឲ្យពុកម៉ែបងប្អូនចំពោះអាំងគឺដល់យើងអាសាប្រែពុកម៉ែបងប្អូនមកមិនចឹងទេវាខ្លោចព្រោះអីខ្លាញ់ហើយនឹងភ្លើងគឺប៉ះឆាបឥឡូវនាងខ្ញុំចាប់ដើមលាបទឹកខ្មេះឲ្យពុកម៉ែបងប្អូនលាបទៅគឺស្រួយល្អណាស់ពុកម៉ែបងប្អូនឥឡូវនេះយើងចាប់ដើមលាបទឹកខ្មេះរៀងឆ្អិនហើយយើងក៏ចាប់ដើមលាបទឹកសុះចំពោះទឹកសុះនេះគឺខ្ញុំធ្វើខ្លួនឯងទេខ្ញុំអត់ទិញគេទេពុកម៉ែបងប្អូនលាបទៅគឺបង្កើនរសជាតិនិងបង្កើនក្លិនឈ្ងុយក៏ដូចជាពណ៌ឡើងស្អាតណាស់ពុកម៉ែបងប្អូនហើយឥឡូវនេះជាជ្រូកនិងពោះជ្រូកយើងចាប់ដើមឆ្អិនបណ្ដាហើយចំពោះវីដេអូនេះបើពុកម៉ែបងប្អូនយល់ថាមើលទៅល្អជួយ like share និង comment ខាងក្រោមវីដេអូម្នាក់មួយផងពុកម៉ែបងប្អូនក៏ដូចជាជួយ subscribe channel YouTube ស្រីមានក៏ដូចជាជួយ follow page ស្រីមានម្នាក់មួយផងណាពុកម៉ែបងប្អូនហើយឥឡូវនេះទំនងណាពុកម៉ែបងប្អូនហើយក្លិនវិញគឺឈ្ងុយតែម្ដងពុកម៉ែបងប្អូនឥឡូវនេះនាងខ្ញុំចាប់ផ្ដើមភ្លក់ឲ្យពុកម៉ែបងប្អូនរសជាតិវិញគឺឆ្ងាញ់ណាស់ជាចុងក្រោយជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាណាពុកម៉ែបងប្អូនអរគុណ